បាទសូមស្វាគមន៍មកកាន់មេរៀនទី13មេរៀននេះគឺខ្លីទេក៏ប៉ុន្តែខ្លឹមបាទខ្លីតែខ្លឹមដោយសារមានសិស្សសាមួយចំនួនគាត់អានច្រឡំទៅនឹងមេរៀនទី12បាទដោយសារគាត់ឃើញទៅគាត់អានតាមរបៀបសំនៀងទី12ក្នុងមេរៀនទី12គឺមានសូរសំឡេងច្រើនបាទគោលបំណងនៃមេរៀននេះគឺចង់ឲ្យសិស្សយើងស្គាល់ដដែលទេគឺចង់ស្គាល់ពីវិធីនៃការបញ្ចេញសំឡេងនិងវិធីនៃការមើលពាក្យឲ្យបានល្អបាទមេរៀនទី13នេះគឺសូរសំឡេង air 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 បាទអញ្ចឹងខុសគ្នាបាទប៉ុន្តែយើងមើលប្រភេទទៅគឺច្រឡំគ្នាបាទអញ្ចឹងដើម្បីកុំឲ្យមានការយល់ច្រឡំយើងសិក្សាទាំងអស់គ្នានៅខាងក្រោមបាទចំពោះអ្នកមកថ្មីយើងអាចមើលទៅបាទហើយចាប់ដើមចូលទៅឧទាហរណ៍ខាងក្រោមតើសំឡេង ER នេះប្រើសំឡេង air នៅពេលណាបាទសូរសំឡេង air បាទឧទាហរណ៍ខ្ញុំមានស្រៈ air មួយបាទខ្ញុំមាន ER ដែលតួជាស្រៈ air បូកជាមួយនឹងស្រៈ a អានថាមិនបាទអានថា era យើងអានថា era era ប្រែថាសម័យកាលបាទសម័យកាលមុនបាទពាក្យទី2យើងឃើញមានសញ្ញនៈ h បូកនឹងស្រៈ a បូកជាមួយនឹងស្រៈ o យើងអានថាម៉េចបាទយើងអានថា hero hero បាទយើងភាគច្រើនអានច្រឡំថាអានថា hero hero បាទអ្នកខ្លះអានបែបលក្ខណៈអញ្ចឹងគឺអត់ត្រូវទេបាទយើងអានពាក្យយើងត្រូវអានថា hero hero ប្រែថាវីរៈបុរសអញ្ចឹងពាក្យទី3យើងឃើញមានសញ្ញនៈ s បូកជាមួយស្រៈ a បូកជាមួយនឹង i o u s បាទយើងអានថាម៉េចបាទយើងអានថា serious 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 ប្រែថាច្បាស់លាស់ឬក៏ម៉ត់ចត់ពាក្យទី4យើងឃើញមាន e មានសញ្ញនៈ h មាន t បូកជាមួយនឹងស្រៈ a បូកជាមួយនឹង i e n c e អានថា experience experience អានថា experience 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 ប្រែថាម៉េចបាទប្រែថាបទពិសោធន៍បាទឥឡូវយើងមើលពាក្យបន្ទាប់ទៀតយើងឃើញមានសញ្ញនៈ t h ដែលមានសូរសំឡេងដក្នុងភាសាអង់គ្លេសដភាសាខ្មែរអានថាសោដបាទដដាក់ស្រៈ a dear បូកនឹងស្រៈ e ទៀតក៏នៅតែ dear ដដែលដោយសារ dear នេះគឺ e ទៅអត់មានសំឡេងទេគ្រាន់តែជាស្រៈបាទស្រៈអមបាទអានថា dear ប្រែថាទីនោះពាក្យទី2ទៀតពាក្យបន្តមកទៀតយើងឃើញមានសញ្ញនៈ h បូកជាមួយស្រៈ a បូកជាមួយនឹងស្រៈ e អានថា here ប្រែថាទីនេះបាទពាក្យបន្តមកទៀតយើងឃើញមាន w h បូកជាមួយស្រៈ a បូកជាមួយនឹងស្រៈ e ដដែលអានថា where w ស្មើនឹងអក្សរ v ឬអក្សរ v តែខ្មែរ where ប្រែថាឯណាបាទឥឡូវយើងឃើញពាក្យចុងក្រោយគេបាទពាក្យចុងក្រោយនេះគឺពាក្យអីបាទគឺមានពាក្យវែងទៅ3ពាក្យវែងក៏ដោយឲ្យតែបញ្ចប់នៅខាងក្រោយជាស្រៈ a គឺអានសំឡេង a ទាំងអស់បាទឧទាហរណ៍ខ្ញុំមានពាក្យ atmosph បូកជាមួយនឹងស្រៈ a បូកជាមួយស្រៈ e អានថា atmosphere បាទ atmosphere នេះប្រែថាបរិយាកាសបាទ
បាទអូខេឥឡូវពាក្យនេះមានតែប៉ុណ្្នឹងទេដើម្បីយើងសិក្សាឲ្យច្បាស់យើងអាចស្វែងរកបន្ថែមនៅពាក្យទាំងផ្សេងៗទៀតដែលពាក្យពន្ធនឹងស្រៈអៀបាទអញ្ចឹងកុំឲ្យឆ្ងល់ថាមិនបានស្រៈអៀគេសបែបនេះហើយបានជាស្រៈអៀនៅបែបនោះបាទនេះគឺជាក្បួនច្បាប់នៃភាសាអង់គ្លេសដែលគេតែងតែលើកមកបកស្រាយជូននៅកន្លែងដែលយើងខ្វះចន្លោះអាចមើលបានបាទអញ្ចឹងបាទមុននឹងបញ្ចប់មេរៀននេះខ្ញុំសូមធ្វើការកត់ត្រាចំណាំបន្ថែមដើម្បីអស់ចម្ងល់បាទយើងធ្វើការប្រៀបធៀបពាក្យទាំងពីររវាងនិង air បាទអញ្ចឹងឧទាហរណ៍យើងមានពាក្យ her នេះគឺយើងមានអក្សរ h បូកនឹងស្រៈ and her ពាក្យទី2យើងឃើញមានអក្សរ h បូកស្រៈដែរតែមានស្រៈ o នៅពីក្រោយអញ្ចឹងពាក្យនេះយើងអានថា hero បាទឥឡូវយើងធ្វើការប្រៀបធៀបពាក្យមួយទៀតរវាងពាក្យខាងក្រោមយើងមានដូចជាសញ្ញា h បូកនឹងស្រៈ ដដែលអានថា her ហើយពាក្យខាងក្រោមយើងឃើញមានពាក្យស្រៈ ដដែលតែបូកជាមួយនឹងស្រៈ a អញ្ចឹងអានថា era យើងមិនអាចអានពាក្យនេះថា era ទេបាទយើងអានថា era អញ្ចឹងពាក្យប្រៀបធៀបទី3យើងឃើញមាន w បូកជាមួយនឹងe or e បាទត្រង់នេះអានថាមិនបានអានថា were ដាក់ស្រៈ were បាទ were អញ្ចឹង were នេះយើងឃើញថាអក្សរ e នៅខាងក្រោយគ្មានសំឡេងទេបាទយើងអានត្រឹមតែ w បូកនឹង er អានថាស្រៈ អានថា were បាទឥឡូវយើងមានពាក្យខាងក្រោមមួយទៀតគឺ w ដដែលបូកជាមួយនឹង h បូកជាមួយនឹង e or e ដែល e កន្ទុយអត់មានសំឡេងទេបាទអញ្ចឹងអានមិនបានយើងមិនអាចអានថា were ទេបាទយើងអានថា were ព្រោះអីជាស្រៈ a បាទព្រោះអីវាជាស្រៈ a បាទអញ្ចឹងអានថា were ខាងលើអានថា were បាទនេះគឺជាការប្រៀបធៀបរវាងពាក្យនិងពាក្យឲ្យយើងបានយល់ដើម្បីឲ្យច្បាស់ពីរបៀបនៃការអាននិងធ្វើការបញ្ចេញសំឡេងបាទចំពោះសិស្សសាទាំងអស់ដែលបានរៀនហើយសូមកត់ត្រាចំណាំពីរបៀបធ្វើសំឡេងខាងក្រោមនេះបាទកុំឲ្យមានការភ័ន្តច្រឡំនៃការធ្វើសំឡេងមួយណាត្រូវអានមួយណាត្រូវអាន air បាទអញ្ចឹងយើងឃើញពាក្យហ្នឹងគឺអានបណ្ដោយបាទយើងអានឃើញពាក្យនេះអាន air បណ្ដោយបាទអញ្ចឹងងាយស្រួលក្នុងការចំណាំបាទទីចុងបញ្ចប់សូមជួយ share បន្តផងបាទដើម្បីឲ្យមិត្តភ័ក្តិយើងបានដឹងទាំងអស់គ្នាបាទសូមអរគុណ